Now I am officially become the content creator for Angkor International Half Marathon 2025 នៅក្នុងខែក្រោយនេះហើយយេយ៉ាមុនផ្ដើមរត់ដោយសារតើខូចចិត្តអស់សង្ឃឹមបាត់បង់ភាពជឿជាក់រឿងហ្នឹងគឺតែហ្នឹងខូចចិត្តបើស្នាប៉ុន្តែទឹកទី2ដែលខ្ញុំចូលរួមក្នុងនាមជា Content Creator by Manulife សម្រាប់ Angkor International Half Marathon 2025 នេះហើយយេខ្ញុំរត់21គីឡូរត់ដោយភាពជឿជាក់រត់ដោយស្នាមញញឹមចែករំលែកក្តីស្រឡាញ់ហើយ inspiring people ពេលអត់ដល់3អាទិត្យទៀតទេអញ្ចឹងដល់ Angkor International Half Marathon ហើយកុំភ្លេចរៀបចំខ្លួនហ្វឹកហាត់ដើម្បីត្រៀមទាំងអស់គ្នា I hope to see you guys